សួស្តីអ្នកក្លាហានទាំងអស់គ្នាថ្ងៃនេះ Admin សូមនាំមកជូនរឿងប្រយុទ្ធទៅកាន់ Makia ដែលជារឿង Novel របស់យើងតែមុននឹងចូលទៅកាន់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Subscribe Channel និទានរឿង Novel របស់ Admin មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងជាកម្លាំងចិត្តមកកាន់ Admin ដែលបានចំណាយពេលយ៉ាងយូរក្នុងការបកប្រែនិងការសម្រួលសាច់រឿងដូច្នេះសូមកុំឲ្យយប់យូរសុបិនច្រើនយើងមកបន្តសាច់រឿងរបស់យើងជាបន្តទៀតរស់ឡើងវិញស៊ីវស៊ុនស្រឡាំងកាំងបន្តិចពេលដែលឮសម្ដីរបស់ស៊ីវយានគាត់ញញឹមស្រាលស្រាលហើយកវីក្បាលឥឡូវនេះខ្ញុំគ្រាន់តែជាបំណែកព្រលឹងមួយប៉ុណ្ណោះនិយាយឲ្យត្រឹមត្រូវខ្ញុំមិនអាចចាត់ទុកថាជាចំណែកព្រលឹងពេញលេញដែរបើមិនមែនដោយសារតែភាពពិសេសរបស់ភ្នៅឋានសួគ៌ទេខ្ញុំបាត់បង់ពីពិភពលោកនេះតាំងពីយូរហើយចំណែកការរស់ឡើងវិញខ្ញុំខ្លាចថាវាមិនអាចទៅរួចឡើយស៊ីវយានត្រៀមចិត្តរួចហើយប៉ុន្តែមុខរបស់គាត់នៅតែពោរពេញទៅដោយការខកចិត្តស៊ីវស៊ុនមានកម្លាំងចិត្តស៊ីវស៊ុនមានកម្លាំងមិនចាញ់ហ៊ុនធេនទីទេបើគាត់អាចរស់ឡើងវិញហើយជួយប្រយុទ្ធពួកគេនឹងមានឱកាសទប់ទល់នឹងត្រកូលហ៊ុនបានពិតជាគ្មានវិធីអ្វីតតែសោះឬស៊ីវយានសួរដោយមិនព្រមបោះបង់ក្តីសង្ឃឹមស៊ីវសៀនដកដង្ហើមធំមួយយ៉ាងហោចណាស់ខ្ញុំមិនដឹងថាមានវិធីណាឲ្យខ្ញុំរស់ឡើងវិញទេប្រហែលជាមានតែអ្នកកម្រិតទី12ក្នុងរឿងព្រេងប៉ុណ្ណោះអ៊ីមានសូមបញ្ជាក់ម្ដងទៀតអ៊ីមានប្រែជាកម្រិតជាលេខចឹងទៅបើយើងតាមសាច់រឿងគេថាកម្រិតហើយកម្រិតឌូឌីតែយើងប្រែមកថាជាកម្រិតអតិទេពក្នុងហ្នឹងគឺអ្នកទី12គេហៅថាជាអប្រភេទជាអតិទេពហើយចឹងអ៊ីមានសូមបញ្ជាក់ប៉ុណ្ណឹងអ៊ីមានប្រែជាលេខទៅស្រួលអ្នកទាំងអស់គ្នាយល់ដែលអាចធ្វើរឿងបែបនេះបានស៊ីវយានញញឹមយ៉ាងល្វីងកម្រិតនេះគ្រាន់តែជារឿងព្រេងប៉ុណ្ណោះបើសិនជានៅមានអ្នកកម្រិតនេះមែនត្រកូលហ៊ុនមិនអាចក្រអឺតក្រទមដល់ថ្នាក់នេះដែរស៊ីវស៊ុនញញឹមកុំខ្ជិះខ្ជាយពេលវេលាលើមនុស្សស្លាប់ដូចខ្ញុំអីគាត់សម្លឹងទៅកាន់ស៊ីវយានដោយពោពេញទៅដោយមោទនភាពអាចឈានដល់កម្រិតនេះដោយមិនពឹងផ្អែកទៅលើខ្សែឈាមសោះខ្ញុំពិតជាពេញចិត្តណាស់កូនចៅត្រកូលស៊ីវមិនធម្មតាមែនបន្ទាប់មកស៊ីវស៊ុននិយាយអំពីត្រកូលហ៊ុនគាត់និយាយថាពួកគេបានស្រូបយកសមត្ថភាពរបស់ត្រកូលតុងលីងហើយថែមទាំងលាក់អណ្ដាតភ្លើងលេបត្របាក់ទុកទៀតផងឥឡូវនេះគាត់ទៅយល់ថាហេតុអ្វីបានជាត្រកូលបុរាណជាច្រើនបានបាត់ខ្លួនបន្តិចម្ដងកាលពីអតីតកាលដោយកម្លាំងបច្ចុប្បន្នរបស់ត្រកូលហ៊ុនសូម្បីតែត្រកូលគូក៏មិនអាចទប់ទល់តែម្នាក់ឯងដែរស៊ីវយានងក់ក្បាលស្ងៀមស្ថានភាពបច្ចុប្បន្នពិតជាអាក្រក់ណាស់ស៊ីវស៊ុនបន្តថាត្រកូលហ៊ុនបានប្រមូលត្បូងបុរាណរបស់ធូស៊ឺបាន7ដុំហើយនៅសល់តែដុំចុងក្រោយដែលស្ថិតនៅក្នុងដៃស៊ីវយានប៉ុន្តែដុំចុងក្រោយនេះទំនងជាត្រូវយកទៅបដូរជាមួយឪពុករបស់គាត់ដែលកំពុងជាប់ឃុំក្នុងត្រកូលហ៊ុនបើដូច្នេះពួកគេនឹងអាចប្រមូលត្បូងទាំង8ដុំបានពេញលេញហើយអាចរកឃើញទីតាំងវិមានព្រះបុរាណធូស៊ឺនិងបើកវាបានស៊ីវយានសួរពុព្វបុរសដឹងទេថានៅក្នុងវិមាននោះមានអ្វីតើវាពិតជាអាចជួយឲ្យមនុស្សខ្លាចជាកម្រិតទី12បានមែនឬស៊ីវស៊ុនស្ងៀមមួយផ្លេតមុននឹងនិយាយថាក្នុងរយៈពេលជាង 10000 ឆ្នាំមកនេះមិនដែលមានអ្នកណាម្នាក់ខ្លាចជាអ្នកកម្រិតទី12ទៀតឡើយគ្មាននរណាដឹងមូលហេតុទេកាលពីសម័យបុរាណអ្នកកម្រិតទី12ពិតជាមានមែនប៉ុន្តែសម័យនេះវាបានคล้ายទៅជារឿងព្រេងទៅហើយកាលពីអតីតកាលពេលដែលស៊ីវស៊ុនឈានដល់កំពូលកម្រិតទី11ផ្កាយ9គាត់ក៏ធ្លាប់ព្យាយាមទម្លុះទៅកម្រិតទី12ដែរប៉ុន្តែគាត់បរាជ័យទោះបីជាបរាជ័យក៏ដោយគាត់បានរកឃើញរឿងសំខាន់មួយរាល់ពេលចិត្តទម្លុះរបាំងនោះគាត់តែងមានអារម្មណ៍ថាមានអ្វីមួយកំពុងខ្វះវាជារបស់សំខាន់បំផុតបើគ្មានវាមិនថាមានកម្លាំងខ្លាំងប៉ុណ្ណាក៏មិនអាចក្លាយជាកម្រិតទី12បានដែរ
ស៊ីវយានសួរភ្លាមតើអ្វីទៅដែលកំពុងខ្វះស៊ីវស៊ុនឆ្លើយថាខ្ញុំសង្ស័យថាវាជាប្រភេទថាមពលអាថ៌កំបាំងមួយវាធ្លាប់មាននៅសម័យបុរាណប៉ុន្តែពេលនេះវាបានសាបសូន្យបាត់ទៅអំពីទ្វីបកម្លាំងធាតុនេះហើយគាត់បានដាក់ឈ្មោះថាមពលនោះថាជាថាមពលដើមស៊ីវយាននិយាយយឺតមានន័យថាមូលហេតុដែលសម័យបុរាណអាចកើនកម្រិតអ្នកទី12បានដោយសារតែមានថាមពលដើមប៉ុន្តែឥឡូវវាបានបាត់បង់ហើយដូច្នេះគ្មាននរណាអាចឈានដល់កម្រិតនោះទៀតឡើយស៊ីវស៊ុនងក់ក្បាលត្រូវហើយខ្ញុំធ្លាប់ធ្វើដំណើរពាសពេញទ្វីបកម្លាំងធាតុប៉ុន្តែមិនដែលរកឃើញថាមពលនោះទេស៊ីវយានគិតភ្លាមថាបើដូច្នេះតើមិនមានន័យថាពិភពលោកនេះមិនអាចបង្កើតអ្នកកម្រិតទី12បានទៀតទេឬប៉ុន្តែហ៊ុនធីនទីជឿជាក់ខ្លាំងថាវិមានព្រះបុរាណធូស៊ឺអាចជួយគាត់ទម្លុះបានដូច្នេះតើនៅក្នុងវិមាននោះមានថាមពលដើមដែរឬទេស៊ីវស៊ុនឆ្លើយថាគាត់មិនដឹងទេក្នុងវិមានថាមពលដើមឬអត់ប៉ុន្តែនៅក្នុងនោះមានថ្នាំកម្រិតគ្រាប់ថ្នាំថ្នាក់អតិទេពឥឡូវយើងស្គាល់គ្រាប់ថ្នាំមួយទៀតហើយថ្នាក់អតិទេពមួយគ្រាប់ដែលនៅជាដំណាក់កាលជាគ្រាប់ថ្នាំថ្នាក់អតិទេពមិនទាន់ពេញលេញថ្នាំគ្រាប់ហ្នឹងជាថ្នាំកម្រិតអតិទេពប៉ុន្តែវាអត់ទាន់ពេញលេញទេគាត់គោលដៅពិតប្រាកដរបស់ហ៊ុនធីនទីគឺថ្នាំគ្រាប់នោះស៊ីវយានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងនាមជាអ្នកចម្រាញ់ថ្នាំគាត់ដឹងច្បាស់ថាថ្នាំកម្រិតគ្រាប់ថ្នាំអតិទេពគឺកម្ពុជាថ្នាំដែលជាអ្នកចម្រាញ់ថ្នាំគ្រប់រូបប្រាថ្នាចង់បង្កើតប៉ុន្តែតាំងពីសម័យបុរាណមកមិនដែលមានអ្នកណាអាចផលិតវាបានទៀតឡើយស៊ីវស៊ុនពន្យល់ថាការចម្រាញ់ថ្នាំកម្រិតនេះត្រូវការថាមពលដើមដែរបើគ្មានថាមពលទេទោះអ្នកចម្រាញ់ថ្នាំពូកែប៉ុណ្ណាក៏មិនអាចបង្កើតវាបានឡើយគាត់សន្និដ្ឋានថាថ្នាំកម្រិតគ្រាប់ថ្នាំថ្នាក់អតិទេពដែលនៅក្នុងវិមានធូស៊ឺប្រហែលជាគ្រាប់ថ្នាំចុងក្រោយនៅលើពិភពលោកនេះបើហ៊ុនធានទីទទួលបានវាហើយស្រូបយកថាមពលដើមនៅក្នុងថ្នាំគ្រាប់នោះគាត់មានឱកាសខ្ពស់ណាស់ក្នុងការក្លាយជាកម្រិតអតិទេពកម្រិតទី12ហ្នឹងឯមានថាជាកម្រិតអតិទេពអ្នកនរគ្នាដើម្បីស្រួលយល់ណាពេលខ្លះមានថាកម្រិតទី12ទៅពេលខ្លះមាននិយាយថាជាកម្រិតអតិទេពស៊ីវយានសួរថាពពាកបរោះដឹងទេថាវិមានបុរាណធូស៊ឺស្ថិតនៅទីណាស៊ីវស៊ុនក្រវីក្បាលគាត់មិនដឹងដែរគាត់ដឹងត្រឹមថាពលមានដែលមាននៅក្នុងត្បូងបុរាណធូស៊ឺមុនពេលវាបែកជា8ចំណែកដូច្នេះបើចង់រកឃើញទីតាំងវិមាននោះត្រូវប្រមូលដុំត្បូងទាំង8ដុំឲ្យគ្រប់សិនឃើញស៊ីវយានមានទឹកមុខធ្ងន់ធ្ងរស៊ីវស៊ុនញញឹមហើយនិយាយថាធ្វើអ្វីតាមបេះដូងរបស់អ្នកឯងទៅយើងមិនមែនជាអ្នកសង្គ្រោះពិភពលោកទេមូលហេតុដែលយើងខិតខំវឹកហាត់គឺដើម្បីការពារមនុស្សដែលយើងចង់ការពារស៊ីវយានអោនក្បាលដោយគោរពខ្ញុំយល់ហើយស៊ីវស៊ុនទះស្មារបស់គាត់ពិតជាពេញចិត្តនឹងឯងណាស់សោកស្ដាយតែមួយគត់គឺឯងកើតមកយឺតពេកស៊ីវយានញញឹមមួយសន្ទុះក្រោយមកស៊ីវស៊ុនសម្លឹងទៅមើលលំហអាប់នៃភ្នូឋានសួគ៌ហើយញញឹមទោះខ្ញុំមិនអាចចេញទៅជួយឯងប្រយុទ្ធនឹងត្រកូលហ៊ុនបានក៏ដោយក៏ខ្ញុំនៅតែអាចផ្ដល់អំណោយមួយដល់ឯងបានស៊ីវយានមើលគាត់ដោយភាពសង្ស័យស៊ីវស៊ុនលាតដៃទាំងពីរហាក់ដូចជាកំពុងគ្របដណ្ដប់លើភ្នូឋានសួគ៌ទាំងមូលទីកន្លែងនោះមិនគួរបន្តមានទៀតទេខ្ញុំគិតចង់បំផ្លាញវាជាយូរហើយបន្ទាប់មកសំឡេងរបស់គាត់បន្លឺពេញពិភពភ្នូឋានសួគ៌ព្រលឹងទាំងអស់នៅទីនោះចាប់ផ្ដើមញ័រទាំងអស់គ្នាស៊ីវស៊ុននិយាយចុងក្រោយថាខ្ញុំនឹងប្រើព្រលឹងទាំងមូលរបស់ភ្នូឋានសួគ៌ដើម្បីជួយឯងថាតើឯងអាចទម្លុះពីកម្រិតព្រលឹងស្ថានសួគ៌ល្អឥតខ្ចោះទៅកាន់ព្រលឹងកម្រិតអតិទេពបានឬអត់នោះអាស្រ័យលើសំណាងរបស់ឯងហើយស៊ីវយានព្រលឹងកម្រិតអតិទេព
ស៊ីវយានសម្លឹងមើលទៅកាន់ស៊ីវស៊ុនដោយមានភាពភ្ញាក់ផ្អើលបបោមាត់របស់គាត់ស្ងួតដោយសារតែពាក្យដែលទៅតែបានឮនៅលើទ្វីបកម្លាំងធាតុអ្វីក៏ដោយឲ្យតែមានពាក្យថាអាទិទេពភ្ជាប់មកជាមួយគឺសុទ្ធតែជាកម្ពូលនៃកម្លាំងកម្រិតអាទិទេពដែលហៅថាជាប្រទី12ហ្នឹងថ្នាំកម្រិតអាទិទេពជាកម្ពូលនៃថ្នាំព្រលឹងកម្រិតអាទិទេពជាកម្ពូលនៃកម្លាំងព្រលឹងដូចគ្នាក្នុងចំណោមទាំង3នេះបច្ចុប្បន្នការឈានដល់ព្រលឹងកម្រិតអាទិទេពគឺមានលទ្ធភាពច្រើនជាងគេព្រោះវាមិនត្រូវការស្រូបយកថាមពលដើមដូចជាការคล้ายជាកម្រិតអាទិទេពនោះទេប៉ុន្តែវាក៏មិនមែនជារឿងងាយដែរតាមការប៉ាន់ស្មានរបស់ស៊ីវយាននៅលើទ្វីបទាំងមូលមានតែមនុស្ស2នាក់ប៉ុណ្ណោះដែលព្រលឹងឈានដល់កម្រិតនេះទី1គឺគូយ៉នទី2គឺហ៊ុនធានទីកម្លាំងប្រឹងរបស់ស៊ីវយាននៅពេលនេះស្ថិតនៅក្នុងកម្រិតវាហាក់ដូចជានៅសល់តែមួយជំហានទៀតប៉ុណ្ណោះដើម្បីឈានដល់ព្រលឹងកម្រិតអាទិទេពប៉ុន្តែជំហានតូចមួយនេះបានរារាំងមនុស្សរាប់មិនអស់ថាមិនឲ្យពួកគេខិតខំហ្វឹកហាត់ប៉ុណ្ណាក៏មិនអាចឆ្លងផុតបានដែរក្នុងនាមជាអ្នកចម្រាញ់ថ្នាំស៊ីវយានយល់ច្បាស់អំពីរឿងនេះគាត់បានឈានដល់កម្រិតឋានសួគ៌ល្អឥតខ្ចោះអស់ជាច្រើនឆ្នាំហើយប៉ុន្តែកម្លាំងពលឹងរបស់គាត់មិនបានរីកចម្រើនសូម្បីតែបន្តិចវាហាក់ដូចជារណ្ដៅជ្រៅមួយដែលមិនថាព្យាយាមបំពេញយ៉ាងណាក៏មិនអាចពេញបានហេតុនេះហើយពេលឮថាស៊ីវស៊ុនចង់ផ្ដល់ពលឹងកម្រិតអាទិទេពឲ្យគាត់សូម្បីតែចិត្តដែលរឹងមាំរបស់គាត់ក៏នៅតែភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះអាចទៅរួចដែរឬស៊ីវយានសួរដោយមិនជឿស៊ីស៊ុនញញឹមវាពិបាកខ្លាំងណាស់ប៉ុន្តែមិនអាចធ្វើបានទេគាត់លើកក្បាលសម្លឹងទៅលំហអាប់នៃភ្នូឋានសួគ៌ព្រលឹងភ្នូឋានសួគ៌ដែលខ្ញុំនិយាយមិនមែនជាបំណែកព្រលឹងរបស់អ្នកដែលស្លាប់នៅទីនេះទេប៉ុន្តែវាជាព្រលឹងរបស់ភ្នូឋានសួគ៌ទាំងមូលភ្នូឋានសួគ៌មានព្រលឹងដែរស៊ីវយានភ្ញាក់ផ្អើលយ៉ាងខ្លាំងស៊ីវស៊ុនពន្យល់ថាវាជាវិញ្ញាណដ៏ចម្លែកមួយដែលកើតឡើងពីការប្រមូលផ្ដុំបំណែកព្រលឹងរាប់មិនអស់តាំងពីពេលភ្នូឋានសួគ៌ត្រូវបានបង្កើតអាចចាត់ទុកថាជាអ្នកការពារនៃភ្នូឋានសួគ៌ប៉ុន្តែហៅវាថាជាអ្នកយាមគុកនឹងត្រឹមត្រូវជាងវាជាអ្នកគ្រប់គ្រងពិភពនេះហើយវាបានដាក់សភាវគតិឲ្យរាងកាយធម្មពលទាំងអស់លេបត្របាក់គ្នាជានិច្ចក្រៅពីរាងកាយធម្មពលនៅទីនេះគ្មានអ្នកណាម្នាក់អាចដឹងថាវាមានវត្តមានឡើយសូម្បីតែគូយ៉នក៏មិនដឹងដែរស៊ីវយានលេបទឹកមាត់នេះជាលើកដំបូងដែលគាត់បានឮថាពិភពមួយអាចមានព្រលឹងផ្ទាល់ខ្លួនអ្នកដែលបង្កើតភ្នូឋានសួគ៌កាលពីសម័យបុរាណពិតជាមានសមត្ថភាពលើសពីការស្មានវាខ្លាំងទេស៊ីវយានសួរស៊ីវស៊ុនឆ្លើយខ្លីៗថាខ្លាំងណាស់ពាក្យតែពីរម៉ាត់នេះធ្វើឲ្យទឹកមុខស៊ីវយានប្រែជាធ្ងន់ភ្លាមស៊ីវស៊ុនញញឹមកុំបារម្ភទោះវាពិបាកដោះស្រាយក៏ដោយខ្ញុំនៅតែអាចទប់ទល់វាបានភ្លាមនោះរាងកាយរបស់គាត់បានហោះឡើងទៅលើមេឃយឺតអាប់ទាំងអស់ក្នុងភ្នូឋានសួគ៌រលាយបាត់ភ្លាមសម្ពាធដ៏គួរឲ្យភ័យខ្លាចមួយបានស្ទុះចេញពីរាងកាយរបស់គាត់ហើយគ្របដណ្ដប់ទៅលើភ្នូឋានសួគ៌ទាំងមូលរាងកាយធម្មពលទាំងអស់ងើយក្បាលឡើងសម្លឹងទៅស៊ីវស៊ុនស៊ីវស៊ឺតាវក៏ក្រោកឈរភ្លាមគាត់ញ័រទាំងខ្លួនស៊ីវស៊ឺតាវហ្នឹងគឺបរិសដែលទំពេកអត់មានសក់អ្នកគ្នាដែលមើលរឿង Novel គឺឃើញហើយនៅក្នុងភ្នូឋានសួគ៌ដែរមហាវីរៈបុរសស៊ីវស៊ុនទីបំផុតលោកសម្រេចចាត់ចែងដៃហើយឬតាមពិតរាងកាយធម្មពលទាំងអស់នេះមិនចង់រស់នៅបែបនេះឡើយព្រលឹងភ្នូឋានសួគ៌បានដាក់សភាវគតិឲ្យពួកគេលេបត្របាក់គ្នាទៅវិញទៅមកដើម្បីរស់ពួកគេត្រូវសម្លាប់និងស៊ីព្រលឹងគ្នាសម្រាប់អ្នកដែលធ្លាប់ជាមនុស្សនេះមិនខុសពីការបង្ខំឲ្យស៊ីសាច់មនុស្សឡើយកាលពីដើមភ្នូឋានសួគ៌គ្រាន់តែជាកន្លែងសម្រាករបស់អ្នកកម្រិតអតិទេពប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីព្រលឹងភ្នូឋានសួគ៌កើតឡើងពិភពនេះត្រូវបានប្រែក្លាយទៅជានរក
មានមនុស្សជាច្រើនធ្លាប់ព្យាយាមប្រឆាំងវាប៉ុន្តែសុទ្ធតែត្រូវវាលេបស៊ីទាំងអស់មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលព្រលឹងភ្នូរឋានសួគ៌ខ្លាចនោះគឺស៊ីវសុនកាលពីយូរមកហើយរាងកាយធម្មពលជាច្រើនធ្លាប់អង្វរស៊ីវសុនឲ្យជួយរំដោះពួកគេប៉ុន្តែពេលនោះគាត់មិនអាចធ្វើបានព្រោះគាត់នៅមានបេសកកម្មត្រូវបំពេញយូរទៅពួកគេចាប់ផ្ដើមអស់សង្ឃឹមឥឡូវនេះពេលដែលឃើញស៊ីវសុនទីបំផុតសម្រេចចិត្តចេញដៃបេះដូងដែលធ្លាប់ស្លាប់របស់ពួកគេបានរស់ឡើងវិញស៊ីវសុននិយាយយ៉ាងស្ងប់ស្ងាត់កាលពីមុនខ្ញុំមានបេសកកម្មរបស់ខ្ញុំដូច្នេះនៅទីនេះឥឡូវនេះបេសកកម្មរបស់ខ្ញុំបានបញ្ចប់ហើយខ្ញុំនឹងបំពេញសំណើតដែលអ្នកទាំងអស់គ្នាបានធ្លាប់សុំខ្ញុំកាលពីមុនរាងកាយធម្មពលរាប់មិនអស់បានលុតជង្គង់ពួកគេស្រែកដោយរំភើបលោកម្ចាស់ស៊ីវសុននៅតែខ្លាំងអស់គ្នាទោះបីជាស្លាប់ទៅហើយប៉ុន្តែនៅក្នុងភ្នូរឋានសួគ៌ហ្នឹងគឺគាត់ខ្លាំងជាងគេនៅរស់ខ្លាំងជាងគេហើយស្លាប់ទៅគឺខ្លាំងជាងគេទៀតធម្មតាណាស៊ីវយានមើលទស្សនភាពនេះដោយស្ងប់ស្ងាត់គាត់មិនដឹងរឿងរ៉ាវកន្លងមកទេប៉ុន្តែគាត់ដឹងច្បាស់មួយរឿងគ្រប់គ្នានៅទីនេះស្អប់ប្រលឹងភ្នូរឋានសួគ៌ខ្លាំងណាស់រំពេចនោះមេឃទាំងមូលចាប់ផ្ដើមញ័រសំឡេងផ្គរលាន់ដ៏ខ្លាំងបានលាន់ឮពីជម្រៅលំហអាកាសប្រលឹងដ៏ធំហិមាមួយបានលេចឡើងវាមានទំហំធំជាង1 សែនហ្វីតហើយបង្កើតជាមុខមនុស្សយក្សមួយអ្នកទាំងអស់គ្នាត្រូវស្គាល់អំពីຂ្នាតមួយដែលហៅថាហ្វីតដូចជា20ហ្វីតស្មើនឹង6ម៉ែត្រអ្នកទាំងអស់គ្នាសាកគិតសិនទៅ20ហ្វីតស្មើនឹង6ម៉ែត្រដូចជា40ហ្វីតស្មើនឹង12ម៉ែត្រចុះ1 សែនហ្វីតអ្នកទាំងអស់គ្នាគិតជាម៉ែត្រហើយស្មើនឹងថាទំហំរបស់វាគឺវាធំប៉ុណ្ណាគឺមានអ្នកចង់ដឹងថា1ហ្វីតប្រវែងប្រហែលម៉ែត្រអ្នកទាំងអស់គ្នាយកមកចែកណាគឺមានបានចែកទេគាត់តែប្រាប់ថា20ហ្វីតហ្នឹងគឺវាស្មើនឹង6ម៉ែត្រមុខនោះគ្មានអារម្មណ៍អ្វីឡើយមានតែភាពត្រជាក់និងចម្លែកស៊ីវយានដកដង្ហើមធំនោះគឺជាព្រលឹងភ្នូរឋានសួគ៌មែនទេមុខយក្សនោះនិយាយដោយសំឡេងត្រជាក់ដូចគោលាន់ស៊ីវសុនកន្លងមកយើងមិនដែលជ្រៀតជ្រែកកិច្ចការគ្នាទេថ្ងៃនេះឯងចង់បំពេញកិច្ចព្រមព្រៀងរបស់យើងឬស៊ីវសុនញញឹមការកើតមករបស់ឯងគឺជាកំហុសមួយតាំងពីដំបូងសូម្បីតែអ្នកកម្រិតទី12ដែលបានបង្កើតភ្នូរឋានសួគ៌ក៏ប្រហែលជាមិននឹកស្មានថានឹងកើតមានសត្វចម្លែកដូចឯងដែរព្រលឹងភ្នូរឋានសួគ៌ស្រែកយ៉ាងត្រជាក់និយាយមិនពិតខ្ញុំកើតមកតាមឆន្ទៈរបស់ម្ចាស់ខ្ញុំជាអ្នកការពារពិភពនេះអ្នកណាចង់រស់នៅទីនេះត្រូវតែគោរពច្បាប់របស់ខ្ញុំស៊ីវសុនក្រវីក្បាលពួកគេរស់បានដោយសារភ្នូរឋានសួគ៌មិនមែនដោយសារឯងទេព្រលឹងភ្នូរឋានសួគ៌ស្រែកយ៉ាងខឹងសម្បាខ្ញុំគឺជាភ្នូរឋានសួគ៌ភ្នូរឋានសួគ៌គឺជាខ្ញុំស៊ីវសុនញញឹមតិចទេឯងមិនមែនជាភ្នូរឋានសួគ៌ទេឯងកើតមកព្រោះបំណែកព្រលឹងរបស់ពួកគេទាំងអស់បានប្រមូលផ្ដុំគ្នានិយាយឲ្យច្បាស់ពួកគេទាំងអស់គឺជាអ្នកបង្កើតឯងមុខយក្សនោះប្រែជាខឹងយ៉ាងខ្លាំងបើឯងចង់ស្លាប់ខ្ញុំនឹងបំពេញបំណងឯងភ្លាមនោះព្យុះព្រលឹងដ៏ធំហិមាមួយបានផ្ទុះចេញពីមាត់របស់វាហើយបាញ់សម្ដៅទៅស៊ីវសុនដោយលំពែងយក្សប៉ុន្តែស៊ីវសុនគ្រាន់តែដើរទៅមុខយ៉ាងស្ងប់ស្ងាត់ព្យុះព្រលឹងនោះឆ្លងកាត់រាងកាយរបស់គាត់ដោយមិនបានធ្វើអ្វីគាត់ឡើយគាត់ដើរទៅមុខដល់មុខព្រលឹងភ្នូរឋានសួគ៌ភ្លាមរាងកាយរបស់គាត់ចាប់ផ្ដើមបញ្ចេញអណ្ដាតភ្លើងចម្លែកមួយវាហាក់ដូចជាកំពុងដុតព្រលឹងទាំងមូលប៉ុន្តែស្នាមញញឹមរបស់គាត់កាន់តែទន់ភ្លន់ស៊ីវសុននិយាយយ៉ាងស្ងប់ស្ងាត់ថាប្រគល់ប្រភពព្រលឹងរបស់ឯងមកពេលឃើញអណ្ដាតភ្លើងចម្លែកឆេះឡើងពីលើរាងកាយរបស់ស៊ីវសុនមុខយក្សរបស់ព្រលឹងភ្នូរឋានសួគ៌ប្រែជាភ្ញាក់ផ្អើលយ៉ាងខ្លាំងវាស្រែកដោយសំឡេងដ៏មុតស្រួចថាការដុតព្រលឹងមានន័យថាឯងកំពុងបំផ្លាញព្រលឹងខ្លួនឯងបន្ទាប់ពីនេះឯងនឹងរលាយបាត់ពីពិភពលោកជារៀងរហូតដុតព្រលឹងស៊ីវយានញ័រពេញខ្លួន
ក្នុងនាមជាអ្នកចម្រាញ់ថ្នាំគាត់យល់យ៉ាងច្បាស់ថាការដុតព្រលឹងមានន័យយ៉ាងណាវាដូចជាការបំទូលខ្លួនឯងដែរមនុស្សម្នាក់អាចប្រើវិធីនេះដើម្បីបង្កើនកម្លាំងយ៉ាងខ្លាំងក្នុងរយៈពេលខ្លីប៉ុន្តែតម្លៃត្រូវលះបង់គឺព្រលឹងនឹងត្រូវឆេះរលាយទាំងស្រុងនោះមានន័យថាមិនអាចកើតឡើងវិញបានទៀតឡើយពពកបរោះភ្នែករបស់ស៊ីវយានឡើងក្រហមស៊ីវស៊ុនមិនដែរប្រាប់គាត់ថាគាត់នឹងប្រើវិធីនេះទេស៊ីវស៊ុនញញឹមយ៉ាងស្ងប់ស្ងាត់បេសកកម្មរបស់ខ្ញុំបញ្ចប់ហើយរស់ឬស្លាប់មិនសំខាន់ទៀតទេនិយាយជាប់គាត់លើកដៃកំពុងឆេះដោយអណ្ដាតភ្លើងដែលចាប់សម្ដៅទៅកាន់ព្រលឹងភ្នូឋានសួគ៌ភ្លាមកម្លាំងស្រោបដ៏គួរឲ្យភ័យខ្លាចមួយបានផ្ទុះឡើងនៅមាត់ព្រលឹងភ្នូឋានសួគ៌មានថាមពលដ៏ខ្លាំងកំពុងត្រូវទាញចេញដោយបង្ខំព្រលឹងភ្នូឋានសួគ៌ស្រែកដោយកំហឹងបើឯងចង់ស្លាប់កុំអូសខ្ញុំទៅជាមួយវាបើកមាត់ធំហើយបាញ់លំពេងព្រលឹងយក្សដែលមានប្រវែងរាប់ពាន់ហ្វីតសម្ដៅទៅកាន់ស៊ីវស៊ុនប៉ុន្តែស៊ីវស៊ុននៅតែស្ងប់ស្ងាត់ខ្ញុំបានដុតព្រលឹងរបស់ខ្ញុំរួចហើយឯងមិនអាចរារាំងខ្ញុំបានឡើយទេគាត់លូកដៃទៅមុខហើយក្តាប់ដៃថ្នមលំពេងព្រលឹងឈប់ភ្លាមបន្ទាប់មកវាបែរទិសដៅវិញហើយបាញ់ត្រឡប់ទៅកាន់រោគម្ចាស់វាដោយល្បឿនលឿនជាងមុនលើលំពេងនោះមានអណ្ដាតភ្លើងដែលកើតចេញពីការដុតព្រលឹងកំពុងឆេះលំពេងឆ្លងកាត់មុខយក្សរបស់ព្រលឹងភ្នូឋានសួគ៌វូមអណ្ដាតភ្លើងរាលដាលភ្លាមដោយភ្លើងឆេះឈើស្ងួតព្រលឹងភ្នូឋានសួគ៌ស្រែកយ៉ាងឈឺចាប់បើវាជាការប្រយុទ្ធធម្មតាវាមិនខ្លាចស៊ីវស៊ុនខ្លាំងប៉ុណ្ណាទេតែឥឡូវនេះស៊ីវស៊ុនបានដុតព្រលឹងរបស់ខ្លួនកម្លាំងរបស់គាត់កើនឡើងដល់កម្រិតគួរឲ្យរន្ធត់អណ្ដាតភ្លើងនេះក៏ជាសត្រូវធំបំផុតរបស់រាងកាយព្រលឹងដែរមុខយក្សនៅលើមេឃត្រូវអណ្ដាតភ្លើងគ្រប់រំដប់ទាំងស្រុងវាចាប់ផ្ដើមរួញតូចទៅរលកព្រលឹងដ៏ធំសាហាវទុះចេញអត់ឈប់ឈរភ្នូឋានសួគ៌ទាំងមូលញ័ររញ្ជួយរាងកាយថាមពលទាំងអស់ភ័យខ្លាចរហូតរត់ចេញពីតំបន់នោះស៊ីវយានប្រើអណ្ដាតភ្លើងបីសាច់បរិសុទ្ធការពារខ្លួនគាត់មិនដែលដកថយទេនេករបស់គាត់សម្លឹងមើលការប្រយុទ្ធដោយមិនព្រិចភ្នែកកម្លាំងព្រលឹងរបស់ស៊ីវស៊ុនពេលនេះខ្លាំងរហូតដល់គាត់មិនអាចដឹងដែនកំណត់បានប៉ុន្តែស៊ីវយានក្តាប់ដៃយ៉ាងណែនគាត់ដឹងថាកម្លាំងនេះត្រូវបដូរដោយការបាត់បង់ព្រលឹងរបស់ពពកបរោះជារៀងរហូតមុខយក្សរួមតូចហើយប្រែខ្លាចទៅជារាងមនុស្សភ្នែកក្រហមរបស់វាពោពេញទៅដោយចេតនាសម្លាប់ស៊ីវស៊ុនខ្ញុំនឹងមិនលើកលែងឯងឡើយស៊ីវស៊ុនមិនខ្វល់សំបីតែបន្តិចគាត់បង្កើតត្រាដៃយ៉ាងលឿនអណ្ដាតភ្លើងរាប់មិនអស់បានហោះទៅចេញពីម្រាមដៃរបស់គាត់បន្ទាប់មកវាបង្កើតជារង្វង់យក្សមួយព្រលឹងភ្នូឋានសួគ៌ត្រូវជាប់នៅកណ្ដាលអណ្ដាតភ្លើងរាប់មិនអស់ធ្លាក់ចុះពីគ្រប់ទិសទីវាចាត់ចូលក្នុងរាងកាយរបស់ព្រលឹងភ្នូឋានសួគ៌ដូចជាខ្សែចង្វាក់ភ្លើងវាត្រូវបានចងជាប់មិនអាចរើខ្លួនបានវាព្យាយាមបំបែកខ្សែភ្លើងទាំងអស់នោះដោយកម្លាំងព្រលឹងដ៏ខ្លាំងប៉ុន្តែរាល់ការវេប្រហារសុទ្ធតែត្រូវអណ្ដាតភ្លើងរំលាយអស់ស៊ីវស៊ុននិយាយដោយទឹកមុខស្ងប់ស្ងាត់ឯងប្រហែលជាមើលស្រាលខ្ញុំពេកហើយបើគិតថាក្នុងស្ថានភាពនេះខ្ញុំមិនអាចសម្លាប់ឯងបានព្រលឹងភ្នូឋានសួគ៌ចាប់ផ្ដើមភ័យខ្លាចវាបន្ទាបសំឡេងស៊ីវស៊ុនលែងខ្ញុំទៅយើងចរចាបានឯងចង់បានអ្វីក៏បានស៊ីវស៊ុនញញឹមគ្មានអ្វីត្រូវចរចាទេប្រគល់ប្រភពព្រលឹងរបស់ឯងមកខ្សែភ្លើងរាប់មិនអស់ចាក់ចូលក្នុងរាងកាយរបស់វាកាន់តែជ្រៅទៅបន្តិចម្ដងពន្លឺគ្រីស្តាល់ដ៏ធំមួយប្រវែងប្រហែល10ហ្វីតត្រូវបានទាញចេញពីរាងកាយរបស់វាជាប្រភពព្រលឹងពន្លឺដ៏បរិសុទ្ធចែងចាំងពីក្នុងគ្រីស្តាល់នោះស៊ីវស៊ុនលូកដៃទៅប៉ះភ្លាមព្រលឹងរបស់គាត់មានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំងនៅជម្រៅព្រលឹងរបស់គាត់
ថែមទាំងមានអារម្មណ៍ថាព្រលឹងរបស់គាត់កំពុងតែប្រែដោយភាពលោភលន់គាត់និយាយតិចតិចនេះគឺប្រភពព្រលឹងរបស់ភ្នូឋានសួគ៌មែនគាត់ធ្លាប់ទទួលបានប្រភពព្រលឹងពីវិមានព្រលឹងម្ដងរួចមកហើយប៉ុន្តែបើប្រៀបធៀបជាមួយនឹងគ្រីស្តាល់នេះរបស់ពីមុនគ្មានតម្លៃអ្វីសោះភាពបរិសុទ្ធរបស់វាខ្ពស់ជាងរាប់សិបដងព្រលឹងភ្នូឋានសួគ៌ស្រែកយ៉ាងអស់សង្ឃឹមសៀវសុនលែងខ្ញុំនឹងប្រគល់ភ្នូឋានសួគ៌ទាំងមូលឲ្យឯងចង់បានអ្វីក៏បានសៀវសុនមិនឆ្លើយតបឡើយគាត់បន្តទាញប្រភពព្រលឹងចេញមិនយូរប៉ុន្មានពាក់កណ្ដាលនៃប្រភពព្រលឹងត្រូវបានដកចេញទាំងស្រុងព្រលឹងភ្នូឋានសួគ៌ដឹងថាបើមិនប្រឹងអស់ពីសមត្ថភាពទេវានឹងស្លាប់វាក៏ចាប់ផ្ដើមដុតព្រលឹងខ្លួនដែរប៉ុន្តែមុនពេលអណ្ដាតភ្លើងឆេះចេញពេញខ្លួនវុំស៊ីសុនទះមួយដៃយ៉ាងខ្លាំងវាត្រូវផ្លោងចេញទៅឆ្ងាយពេលនោះគ្រីស្តាល់ប្រភពព្រលឹងទាំងមូលក៏ត្រូវបានទាញចេញពីរាងកាយរបស់វាទាំងស្រុងព្រលឹងភ្នូឋានសួគ៌ស្រែកដោយភាពភ័យខ្លាចវាព្យាយាមស្ទុះទៅយកប្រភពព្រលឹងវិញសៀវសុនគ្រាន់តែក្រវីដៃម្ដងវាត្រូវបោកចុះទៅដីពេលនោះរាងកាយធម្មពលរាប់មិនអស់មានភ្នែកក្រហមដោយកំហឹងការស្អប់ខ្ពើមដែលពួកគេសង្កត់ទុករាប់ពាន់ឆ្នាំបានផ្ទុះឡើងពួកគេស្ទុះចូលពីគ្រប់ទិសទីវាយប្រហារព្រលឹងភ្នូឋានសួគ៌ដែលបាត់បង់កម្លាំងសំឡេងស្រែកដ៏គួរឲ្យរន្ធត់ពន្លឺឡើងមិនយូរប៉ុន្មានរាងកាយរបស់វាត្រូវបំបែកទៅជាធូលីបំណែកព្រលឹងចុងក្រោយក៏រលាយបាត់ទៅតាមខ្យល់ព្រលឹងភ្នូឋានសួគ៌បានស្លាប់ទាំងស្រុងភ្នែកក្រហមរបស់រាងកាយធម្មពលទាំងអស់ចាប់ផ្ដើមត្រឡប់មកវិញធម្មតាវិញបំណងប្រាថ្នាបំណងចង់លេបត្របាក់គ្នាក៏បាត់ទៅដែរពួកគេលុតជង្គង់ចំពោះសៀវសុនដោយការគោរពសៀវសុនមិនខ្វល់ពីរឿងនោះទេគាត់សម្លឹងទៅកាន់សៀវយាននៅចំពោះមុខគាត់គ្រីស្តាល់ប្រភពព្រលឹងដ៏ធំមួយកំពុងបញ្ចេញពន្លឺយ៉ាងភ្លឺចែងចាំងគាត់ញញឹមទន់ភ្លន់ហើយនិយាយថាក្មេងតូចនេះជាអ្វីចុងក្រោយដែលខ្ញុំអាចធ្វើឲ្យឯងបានចំណែកថាឯងអាចទម្លុះទៅកាន់កម្រិតព្រលឹងអតិទេពបានឬអត់គឺអាស្រ័យលើសំណាងរបស់ឯងហើយពពាកបុរសសៀវយានសម្លឹងមើលសៀវសុនដែលកំពុងញញឹមយ៉ាងកក់ក្ដៅច្រមុះរបស់គាត់ចាប់ផ្ដើមក្ដៅហើយស្ទើរតែស្រក់ទឹកភ្នែកសៀវសុនញញឹមតិចហើយនិយាយថាចម្រាញ់វាទៅហើយស្រូបយកវាទៅគាត់ក្រវីម្រាមដៃមួយភ្លាមនោះគ្រីស្តាល់ប្រភពព្រលឹងដ៏ធំបានហោះយឺតចុះមកមុខសៀវយានវាបញ្ចេញពន្លឺដ៏កក់ក្ដៅដូចជាព្រះអាទិត្យតូចមួយសៀវយានសម្លឹងមើលគ្រីស្តាល់នោះធម្មពលព្រលឹងដែលស្ថិតនៅក្នុងវាធំធេងដូចមហាសមុទ្របើប្រៀបធៀបនឹងវាព្រលឹងឋានសួគ៌ល្អឥតខ្ចោះរបស់គាត់មើលទៅតូចដូចធូលីប៉ុណ្ណោះយ៉ាងណាមិញព្រលឹងភ្នូឋានសួគ៌ត្រូវបានបង្កើតពីបំណែកព្រលឹងរបស់មនុស្សរាប់មិនអស់ដូច្នេះធម្មពលព្រលឹងរបស់វាពិតជាគួរឲ្យរន្ធត់សៀវយានដកដង្ហើមយ៉ាងជ្រៅមួយបន្ទាប់មកគាត់លុតជង្គង់គោរពសៀវសុនម្ដងទៀតពពាកបុរសខ្ញុំសៀវយានសូមស្បត់ថានឹងធ្វើឲ្យត្រកូលសៀវរុងរឿងឡើងវិញជាមិនខាននិយាយចប់គាត់ដើរចូលទៅក្នុងគ្រីស្តាល់ពន្លឺដោយមិនស្ទាក់ស្ទើរភ្លាមពន្លឺភ្លឺចែងចាំងបានលេបយករាងកាយរបស់គាត់ទាំងមូលសៀវសុនឈរនៅពីលើមេឃមុខរបស់គាត់កាន់តែស្លេកស្លាំងគាត់សម្លឹងទៅមើលគ្រីស្តាល់ពន្លឺដោយស្នាមញញឹមពេញចិត្តប្រហែលជាក្មេងម្នាក់នេះនឹងអាចបំពេញក្តីស្រមៃដែលខ្ញុំធ្វើមិនបានការពីអតីតកាលបន្ទាប់មកគាត់អង្គុយនៅខាងក្រៅគ្រីស្តាល់នៅមានពេលបន្តិចទៀតខ្ញុំសង្ឃឹមថាខ្ញុំអាចនៅរងចាំរហូតដល់ឯងចេញពីការហ្វឹកហាត់បានរាងកាយធម្មពលទាំងអស់សម្លឹងមើលគ្រីស្តាល់ពន្លឺដោយចិត្តលោភលន់ពួកគេដឹងថាប្រភពព្រលឹងនេះជាសម្បត្តិដែលមិនអាចវាស់តម្លៃបានប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចូលទៅចិត្តទេដរាបណាសៀវសុននៅអង្គុយទីនោះគ្មាននរណាហ៊ានប៉ះវាឡើយនៅពេលនោះសៀវយានបានចូលទៅក្នុងពិភពមួយផ្សេងទៀតនៅចំពោះមុខគាត់
គឺជាមហាសមុទ្រដ៏គ្មានទីបញ្ចប់រលកសមុទ្របោកបក់មិនឈប់សំឡេងរលកទាំងនោះហាក់ដូចជាសំឡេងព្រលឹងកំពុងក្រហមសៀវយានភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ប្រើកម្លាំងព្រលឹងពិនិត្យមើលចុងក្រោយគាត់បានរកឃើញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយមហាសមុទ្រទាំងមូលនេះសុទ្ធតែបង្កើតឡើងដោយថាមពលព្រលឹងនេះជាលើកដំបូងដែលគាត់បានឃើញថាមពលព្រលឹងដ៏ធំធេងបែបនេះបើប្រៀបធៀបនឹងសមុទ្រនេះព្រលឹងរបស់គាត់មើលទៅតូចបំផុតសៀវយានដកដង្ហើមវែងមិននឹកស្មានថាព្រលឹងភ្នូរឋានសួគ៌នឹងមានថាមពលធំបែបនេះទេឥឡូវនេះគាត់ទើបយល់ថាហេតុអ្វីបានជាសៀវសុនត្រូវប្រើវិធីដុតព្រលឹងបើមិនដូច្នេះទេសូម្បីតែគាត់ក៏មិនប្រកាសថាអាចយកឈ្នះវាបានដែរពេលនេះព្រលឹងភ្នូរឋានសួគ៌បានស្លាប់ហើយដូច្នេះថាមពលព្រលឹងទាំងអស់នៅក្នុងទីនេះគ្មានម្ចាស់ទៀតឡើយសៀវយានលេបទឹកមាត់បើពលមាននេះលេចលឺទៅក្រៅមនុស្សទាំងហ្វីបនឹងនាំគ្នាមកដណ្ដើមដោយមិនខានដរាបណាអាចស្រូបយកថាមពលព្រលឹងនៅទីនេះបានព្រលឹងរបស់ពួកគេនឹងកើនឡើងដល់កម្រិតដ៏គួរឲ្យខ្លាចថែមទាំងអាចឈានដល់កម្រិតព្រលឹងកម្រិតអាទិទេពទៀតផងសៀវយានក្តាប់ដៃយ៉ាងណែនគាត់ដឹងថាអំណោយដែលសៀវសុនទុកឲ្យគាត់គឺធំធេងលើសអ្វីៗទាំងអស់ពពកបុរសបានលះបង់ព្រលឹងរបស់ខ្លួនដើម្បីឲ្យគាត់មានសមត្ថភាពប្រយុទ្ធជាមួយត្រកូលហ៊ុនដូច្នេះគាត់មិនអាចខ្ជិះខ្ជាយពេលវេលាបានទេពេលដែលសង្កេតជុំវិញសៀវយានបានរកឃើញរឿងចម្លែកមួយលំហពេលវេលានៅទីនេះខុសពីក្នុងភ្នូរឋានសួគ៌ពីព្រោះថាមពលព្រលឹងនៅទីនេះខ្លាំងពេកវាបានបង្ខូចលំហពេលវេលានិយាយឲ្យសាមញ្ញនៅទីនេះគឺជាភ្នូរឋានសួគ៌មួយទៀតនៅខាងក្នុងភ្នូរឋានសួគ៌ហើយពេលវេលានៅទីនេះដើរយឺតជាងខាងក្រៅទៀតសៀវយានដកដង្ហើមធំវែងមួយនេះជាដំណឹងល្អបើមិនដូច្នេះទេគាត់ប្រកាសថាអាចស្រូបយកសមុទ្រព្រលឹងដ៏ធំនេះបានក្នុងរយៈពេល2ខែឡើយសៀវយានអង្គុយនៅលើផ្ទៃមហាសមុទ្រកម្លាំងព្រលឹងហូរចេញពីចិញ្ចើមរបស់គាត់បន្តិចម្ដងវាបង្កើតជារូបព្រលឹងយក្សមួយមានកម្ពស់រាប់ពាន់ហ្វីតរូបយក្សនោះអង្គុយសមាធិដោយគាត់ភ្លាមអណ្ដាតភ្លើងផ្កាយឈូកបិសាចបន្សុទ្ធអរិយបានគ្របដណ្ដប់រាងកាយព្រលឹងយក្សទាំងមូលវាប្រែក្លាយជាយក្សភ្លើងសីតុណ្ហភាពដ៏គួរឲ្យខ្លាចរាលដាលពេញពិភពនេះសមុទ្រព្រលឹងចាប់ផ្ដើមក្រឡុកខ្លាំងសសរព្រលឹងរាប់ពាន់ហ្វីបបានផ្ទុះឡើងពីគ្រប់ទិសទីហើយហូរចូលក្នុងព្រលឹងយក្សរបស់សៀវយានទឹកព្រលឹងទាំងនោះនឹងអណ្ដាតភ្លើងផ្កាឈូកបន្សុទ្ធអរិយអណ្ដាតភ្លើងបិសាចបរិសុទ្ធមានសមត្ថភាពបន្សុទ្ធគ្រប់យ៉ាងថែមទាំងមានសៀវយីជួយគ្រប់គ្រងអំណាចបន្សុទ្ធទៀតដូច្នេះថាមពលព្រលឹងទាំងអស់ត្រូវបានបន្សុទ្ធមុននឹងចូលទៅក្នុងរាងកាយរបស់គាត់នៅពេលវេលាកន្លងផុតទៅវាហាក់ដូចជាព្រលឹងដូចជាព្រះអាទិទេពយក្សមួយកំពុងឈរលើពិភពលោកសម្ពាធដ៏ធំហិមារាលដាលគ្រប់ទិសទីសម្ពាធព្រលឹងរបស់គាត់កាន់តែខ្លាំងឡើងវាកំពុងខិតជិតព្រលឹងកម្រិតអាទិទេពបន្តិចម្ដងមួយខែក្រោយនៅខាងក្រៅមួយខែបានកន្លងផុតទៅប៉ុន្តែសៀវយាននៅតែមិនទាន់ចេញពីការបិទខ្លួនវឹកហាត់គ្រីស្តាល់ពន្លឺនៅស្ងប់ស្ងាត់ដូចដើមសៀវសុននៅតែអង្គុយរងចាំប៉ុន្តែរាងកាយរបស់គាត់កាន់តែស្លេកគាត់មើលទៅចាស់ជាងមុនគ្រប់គ្នាអាចដឹងថាគាត់ជិតដល់ទីបញ្ចប់ហើយតែគាត់នៅតែរងចាំសៀវសុនបើកភ្នែកយឺតគាត់ញញឹមមើលទៅគ្រីស្តាល់រាងកាយរបស់គាត់ស្ទើរតែថ្លាដូចខ្យល់គាត់និយាយតិចថាក្មេងតូចពេលវេលារបស់ខ្ញុំជិតអស់ហើយចំពោះសៀវយាន
ពេលវេលានៅក្នុងសមុទ្រព្រលឹងបានកន្លងផុតដូចជាមួយឆ្នាំរាងកាយព្រលឹងយក្សរបស់គាត់កាន់តែពិតប្រាកដឡើងនៅទីបំផុតវាហាក់ដូចជារាងកាយពិតដែលមានកម្ពស់រាប់ពាន់ហ្វីតការដកដង្ហើមរបស់គាត់ដូចជាផ្គរលាន់សក់របស់គាត់ដូចទឹកជ្រោះយក្សគ្រាន់តែដកដង្ហើមមួយក៏ធ្វើឲ្យសមុទ្រព្រលឹងញ័រខ្លាំងអំណាចនេះដូចជាស្ដេចនៃព្រលឹងទាំងអស់នៅថ្ងៃចុងក្រោយនៃខែទី2សៀវស៊ុនស្ទើរតែបាត់រូបរាងទាំងស្រុងប៉ុន្តែគាត់នៅតែរងចាំក្តីប្រាថ្នាចុងក្រោយបានទប់ឲ្យគាត់នៅមានវត្តមានគាត់ញញឹមដោយសោកស្ដាយមើលទៅខ្ញុំប្រហែលជាមិនអាចរងចាំបានទៀតទេគាត់បិទភ្នែកយឺតក្មេងតូចមានឯងត្រកូលសៀវពិតជាអនាគតមានអនាគតលាហើយស្រាប់តែភ្នូរឋានសួគ៌ទាំងមូលញ័ររញ្ជួយយ៉ាងខ្លាំងសម្ពាធដ៏អស្ចារ្យមួយបានផ្ទុះចេញរាងកាយធម្មពលទាំងអស់ញ័រពេញខ្លួនគ្មានអ្នកណាអាចទប់ទល់សម្ពាធនោះបានឡើយសៀវស៊ុនដែលចិត្តរស់លេកបាត់ទៅហើយស្រាប់តែបើកភ្នែកក្នុងភ្នែករបស់គាត់ពោរពេញទៅដោយការពេញចិត្តនៅចំពោះមុខភ្នែកដ៏ភ្ញាក់ផ្អើលរបស់មនុស្សគ្រប់គ្នារាងកាយប្រលឹងយក្សមួយមានកម្ពស់10000ហ្វីតបានលេចឡើងនៅលើមេឃវាបញ្ចេញសម្ពាធដូចជាស្ដេចគ្រប់គ្រងព្រលឹងទាំងអស់បន្ទាប់មករាងកាយយក្សនេះលុតជង្គង់ចំពោះមុខសៀវស៊ុនហើយសំឡេងដ៏គោរពបានបន្លឺឡើងពេញភ្នូរឋានសួគ៌កូនចៅសៀវយានសូមគោរពជូនដំណើរពុព្វបុរសអញ្ចឹងសាច់រឿងរបស់យើងគឺដល់ទីបញ្ចប់ហើយអ្នកនរគ្នាមានបានផ្ដល់ជូនចំនួន4 chapter អ្នកនរគ្នាគិតថាស្ដាប់ទៅមានប្រយោជន៍សូមអ្នកនរគ្នាកុំភ្លេចចុច Subscribe Channel របស់ Admin ផងតែមុននឹងបញ្ចប់ Admin សូមអរគុណចំពោះការតាមដានទស្សនាមកដល់ពេលនេះអញ្ចឹងសូមអរគុណចំពោះអ្នកទាំងអស់គ្នា